សូមនមស្ការចំពោះគុណប្រតនត្រ័យដ៏ស្ដីគោរពជ្រះថ្លាសូមជម្រាបសួរប្រិយមិត្តពុទ្ធបរិស័ទទាំងអស់ថ្ងៃនេះយើងនឹងលើកយកប្រធានបទដ៏ពិសិដ្ឋមួយមកជម្រាបជូនគឺថ្ងៃពេញបុណ្យមីនិងពិធីសហបតីព្រំអរតនីតើពុទ្ធបរិស័ទធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាថ្ងៃពេញបុណ្យមីមានសារៈសំខាន់ជាពិសេសចំពោះដំណើរព្រះធម៌តាមពិតព្រឹត្តិការណ៍សំខាន់ទាំង3របស់ព្រះសម្មាសម្ពុទ្ធគឺប្រសូតត្រាស់ដឹងនិងបរិនិព្វានសុទ្ធតែកើតឡើងនៅថ្ងៃពេញបុណ្យមីថ្ងៃនេះគឺជាថ្ងៃដែលព្រះច័ន្ទពេញវងបំភ្លឺលោកទាំងមូលដូចជាការត្រាស់ដឹងបំភ្លឺផ្លូវលោកដែរក្រោយពីព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណនៅក្រោមពោធិព្រឹក្សហើយព្រះអង្គបានយល់ឃើញច្បាស់ថាព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹងនោះគឺជាភាពល្អិតល្អន់ជ្រាលជ្រៅពេកពិបាកនឹងសម្ដែងប្រាប់ដល់មនុស្សលោកធម្មតាព្រះអង្គស្ទើរតែសម្រេចប្រតិមិនប្រកាសព្រះធម៌នោះឡើយត្រង់ចំណុចនេះហើយដែលព្រឹត្តិការណ៍សហបតីព្រំអរតនីបានកើតឡើងសហបតីព្រំគឺជាព្រំមានអាយុវែងនិងមានឥទ្ធិពលបានចុះមកពីព្រហ្មលោកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយអរតនីអញ្ជើញព្រះអង្គឲ្យសម្ដែងពធទេសនាដើម្បីជាប្រយោជន៍ដល់សត្វលោកសហបតីព្រំបានថ្លែងថាអោព្រះអង្គដ៏ចម្រើនសត្វលោកខ្លះមានទូលីកិលេសក្នុងភ្នែកតិចតួចប៉ុណ្ណោះគឺពួកគេអាចនឹងយល់ធម៌បានបើព្រះអង្គសម្ដែងព្រះពុទ្ធបានទទួលយកការរតនានោះហើយចាប់ផ្ដើមដាក់ចេញនៅធម្មចក្រជាដំបូងហើយតើព្រឹត្តិការណ៍នេះបង្រៀនយើងអ្វីខ្លះទី1គឺតម្លៃនៃការសុំអង្វរគឺព្រឹត្តិការណ៍នេះបង្ហាញថាគ្រូបង្រៀនឬក៏អ្នកមានចំណេះដឹងខ្ពស់ក៏ត្រូវការលើកទឹកចិត្តឬក៏ការស្នើសុំពីសិស្សឬក៏អ្នកដទៃផងដែរដើម្បីចែករំលែកចំណេះនេះទី2គឺការផ្ដល់ឱកាសវាផ្ដល់នៅសេចក្តីសង្ឃឹមថាសត្វលោកគ្រប់រូបមិនថាមានកិលេសច្រើនឬតិចឬក៏នៅតែមានឱកាសបានស្ដាប់ពធនិងត្រាស់ដឹងដែរទី3គឺការលះបង់ដើម្បីសត្វលោកវាបង្ហាញពីព្រះរតីមេត្តាករុណាដ៏ធំធេងរបស់ព្រះពុទ្ធដែលព្រះអង្គព្រមលះបង់នៅសេចក្តីស្ងប់ស្ងាត់ផ្ទាល់ខ្លួនដើម្បីបង្រៀនសត្វលោកតាមរយៈការអរតនីរបស់សហបតីព្រំដូច្នេះថ្ងៃពេញបុណ្យមីមិនមែនគ្រាន់តែជាថ្ងៃបុណ្យតាមចន្ទគតិប៉ុណ្ណោះទេតែជាការរំលឹកដល់ការចាប់ផ្ដើមនៃពធតាមរយៈការស្នើសុំដ៏សំខាន់របស់សហបតីព្រំក្នុងនាមយើងជាពុទ្ធបរិស័ទសូមយើងខិតខំស្ដាប់និងរៀននៅព្រះធម៌ដែលត្រូវបានរតនាមកនេះដើម្បីជាប្រយោជន៍ដល់ជីវិតរបស់យើងសូមអរគុណសម្រាប់ការតាមដានសូមជួយចុច like និង share វីដេអូនេះសូមក្រាបថ្វាយបង្គំលាសូមជម្រាបលា